ส่งลงกบก้อนจะรับต่อสักเรื่องไม่ดังน้องกระปักที่จะปีใส่คนแทนใจมุกหรือก็ให้กับมันใจมุกหรือก็เนี่ยดังน้องตัวเต็งเทียบเทียบสมัยเช่นไหนจันทรายใจมุกเป็นประกอบกับรถออนโลกตราบตลอดมานี่ว่าออนโลกมันรถได้โจรក្នុងស្ថានទូតបរទេសខ្ញុំថ្លៃបាទខ្ញុំបាទហេងថាលសវុតសូមគោរពបងប្អូនជំនុំជាតិខ្មែរទាំងអស់ព្រះសង្ឃជាទីសក្ការៈបងប្អូនយុវជនយុវតីដែលមានគំនិតស្នេហាជាតិហើយកំពុងតែនិយមលេង Facebook ជាទីរាប់អានខ្ញុំជឿជាក់ថាសម្ដីអំបញ្ញមិញនេះបងប្អូនប្រកាសជាស្ដាប់ឮច្បាស់ថាជាសម្ដីរបស់លោកហ៊ុនសែនដែលធ្លាប់ប្រើសម្ដីអសុរោះជាច្រើននៅក្នុងនាមលោកដែលជាអ្នកដឹកនាំជានាយករដ្ឋមន្ត្រីនៅក្នុងនគរមួយដែលមានស្ដេចសោយរាជ្យមានរដ្ឋធម្មនុញ្ញឥឡូវនេះសភាពការប្រទេសកម្ពុជាយើងកំពុងតែធ្លាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់មួយដែលលោកហ៊ុនសែនកំពុងតែដើរកលល្បិចណាយ៉ាងណាឲ្យអ្នកដែលចូលនៅក្នុងគណៈបករបស់លោកជាពិសេសគណៈបកសង្គ្រោះជាតិនោះទទួលថ្មបាក់លោកហ៊ុនសែនបានដឹកនាំប្រទេសអស់រយៈ30ឆ្នាំផ្លាយមកហើយសេដ្ឋកិច្ចទាំងឡាយត្រូវបំផ្លាញអំពើពុករលួយបានចោទកើតមានឡើងហើយសំខាន់បំផុតគឺជំងឺដំបៅមហារីកយួនឥឡូវនេះលោកហ៊ុនសែនបានធ្វើការចុះកិច្ចព្រមព្រៀងគ្នាជាមួយនឹងគណៈបកសង្គ្រោះជាតិជាពិសេសជាមួយនឹងលោកសំរងស៊ីដែលលោកណាបានដឹងច្បាស់ណាស់ថាជំងឺមហារីកនៅក្នុងសង្គមប្រទេសខ្មែរដែលដឹកនាំដោយលោកនោះគឺត្រូវការវះកាត់ថ្មីនេះលោកហ៊ុនសែនបានប្រកាសជាអឡោរឹកថាគណៈបកប្រជាជនកម្ពុជាឈប់ធ្វើអាយ៉ងយួនទៀតហើយដូច្នេះទាំងកងទ័ពទាំងប៉ូលីសទាំងរដ្ឋមន្ត្រីទាំងអ្នករាជការនៅក្នុងរដ្ឋាភិបាលលោកហ៊ុនសែនជាពិសេសនៅក្នុងគណៈបកប្រជាជនកម្ពុជាដែលកំពុងតែមានអំណាចត្រូវតែដឹងនិងទទួលស្គាល់ហើយត្រូវតែមានការប្រុងប្រយ័ត្នព្រោះថាសូម្បីតែសម្ដេចសៀនុក៏យួនបោកប្រាស់សូម្បីតែប៉ុលពតនួនជាខៀវសំផនក៏ត្រូវចាញ់បោកយួនដែរនៅទីបំផុតនៅថ្ងៃ17មេសាឆ្នាំ1975យួនដោយសារតែរបបកុម្មុយនីសយួនបានឆ្លៀតសម្លាប់ប្រជាជនខ្មែរនៅក្រុងភ្នំពេញនិងទូទាំងប្រទេសអស់ជាច្រើនម៉ឺននាក់នៅលាននាក់ដែលរហូតមកដល់ពេលនេះដំណើរការកាត់ទោសខ្មែរក្រហមកំពុងតែស្ថិតក្នុងសភាពការមួយដែលក្រុមអ្នកសង្កេតការណ៍អន្តរជាតិកំពុងតែពិនិត្យមើលដើម្បីរកឃាតករទាំងឡាយណាដែលជាប់តាក់ទងនឹងឃាតករពិតតើប្រទេសណាដែលមានទំនាក់ទំនងពីបញ្ហាលៀនពិឃាតឃាតដែលបានធ្វើឲ្យប្រទេសខ្មែរធ្លាក់នៅក្នុងហាយន្តភាពមួយដ៏សោកសៅធ្វើឲ្យប្រជាជនខ្មែរស្លាប់ច្រើនលាននាក់ឥឡូវនេះណាលោកហ៊ុនសែនបានចុះកិច្ចព្រមព្រៀងជាមួយគណៈបកសង្គ្រោះជាតិហើយបានផ្ដល់នូវលទ្ធភាពឲ្យលោកសំរងស៊ីប្រៀបបាននឹងវិជ្ជបណ្ឌិតម្នាក់ដែលត្រូវការព្យាបាលជំងឺមហាពុករលួយជំងឺមហារីកក៏ប៉ុន្តែលោកហ៊ុនសែនប្រកាសជាពុំប្រើគំនិតសុទិដ្ឋិនិយមទេព្រោះថាវិជ្ជបណ្ឌិតត្រូវការវះកាត់ជំងឺក្នុងសង្គមគឺត្រូវការវះដុំសាច់ពុករលួយនោះត្រូវការថ្នាំដ៏ល្អត្រូវការគ្រឿងសម្ភារៈដែលត្រូវតែវះកាត់ត្រូវតែជួយសង្គមប្រទេសកម្ពុជាឲ្យបានសះស្បើយដូច្នេះលោកហ៊ុនសែនបានធ្វើឲ្យប្រទេសជាតិរបស់ខ្លួនធ្លាក់នៅក្នុងភាពមហន្តរាយធ្លាក់នៅក្នុងភាពដ៏មហាពុករលួយប្រសិនបើលោកហ៊ុនសែនមិនប្រើគំនិតសុទិដ្ឋិនិយមហើយបើលោកហ៊ុនសែនមិនគោរពសម្ដីរបស់លោកដែលនិយាយថ្មីនេះថាគណៈបកប្រជាជនកម្ពុជាឈប់
ធ្វើឲ្យយ៉ងយួនទៀតហើយនោះលោកហ៊ុនសែននឹងត្រូវទទួលនូវភាពបរាជ័យមួយយ៉ាងអាម៉ាស់ហើយនៅក្នុងគណៈបកសង្គ្រោះជាតិអ្នកដឹកនាំគណៈបកសង្គ្រោះជាតិក៏ត្រូវតែប្រុងប្រយ័ត្នថានៅទីបំផុតបើអស់លោកនៅតែទុកចិត្តលោកហ៊ុនសែននោះអស់លោកនឹងទទួលថ្មបាក់ហើយអស់លោកនឹងក្លាយជាវេជ្ជបណ្ឌិតដ៏អាក្រក់មួយរូបក្នុងការព្យាបាលជំងឺសង្គមខ្មែរដោយគ្មានថ្នាំព្យាបាលហើយដោយពុំអនុញ្ញាតឲ្យមានការវះកាត់ថ្មីនេះយើងសង្កេតឃើញនៅឯសង្កាត់ច្បារអំពៅបញ្ហាឥទ្ធិពលយួនបញ្ហាប៉ូលីសនៅក្នុងសង្កាត់នោះបានធ្វើរឿងរ៉ាវមួយដែលពុំសមនឹងសមត្ថភាពដែលពុំមានបច្ចេកទេសជាអ្នកប៉ូលីសជាប៉ូលីសពិតប្រាកដណាគឺថាប្រសិនបើជនរងគ្រោះនោះទោះបីត្រូវឬខុសក្តីណាមុនដំបូងគេត្រូវតែហៅណាឡានពេទ្យឬក៏បញ្ជូនអ្នកជំងឺនេះទៅមន្ទីរពេទ្យមុនគេមិនមែនទុកអ្នកជំងឺនោះក្នុងនាមជាជនរងគ្រោះឲ្យស្ថិតនៅក្នុងមន្ទីរឬកន្លែងប៉ូលីសរបស់ខ្លួនទេខ្ញុំសូមបញ្ជាក់ថារបបប៉ុលពតនៅតាមមូលដ្ឋាននៅតាមសហគមន៍ដោយសារមជ្ឈិមបករបស់ប៉ុលពតពុំបានបង្ហាត់បង្រៀនឆ្លប់ពុំបានបង្ហាត់បង្រៀនពួកអ្នកមូលដ្ឋានពួកគណៈស្រុកគណៈតំបន់ឬក៏សហគមន៍ភូមិឃុំទាំងឡាយឲ្យធ្វើតាមមាគ៌ានយោបាយរបស់បកនៅទីបំផុតណាប្រជាជនខ្មែរត្រូវស្លាប់យ៉ាងអាណោចអាធំហើយចុងក្រោយក៏ត្រូវបរាជ័យដោយសារស្នាដៃយួនឈ្លានពានឥឡូវនេះប៉ូលីសមូលដ្ឋានរបស់រដ្ឋាភិបាលហ៊ុនសែនដែលពីឆ្នាំ79ណាបានបំពាក់ឬបានរៀបចំដោយយួនដោយរើសបុគ្គលខ្លះដែលចេះភាសាយួនដោយរើសនៅអតីតបញ្ញវន្តខ្លះឲ្យទៅរៀនសូត្រនយោបាយនៅប្រទេសយួននៅក្នុងកំឡុងឆ្នាំ1979 80ផ្លាយនោះដោយពុំមានរៀនបច្ចេកទេសប៉ូលីសឲ្យបានមុតមាំទេគឺគេរៀននយោបាយហើយត្រឡប់មកវិញបានមកកាន់ជាមុខងារប៉ូលីសជាអធិការប៉ូលីសជាស្នងការប៉ូលីសតាមរយៈបកពួកតាមរយៈបកតាមរយៈការរៀបចំជាសម្ងាត់របស់យួនដូច្នេះហើយសំខាន់បំផុតប៉ូលីសមូលដ្ឋានប៉ូលីសខណ្ឌប៉ូលីសសង្កាត់របស់រដ្ឋាភិបាលលោកហ៊ុនសែនជាពិសេសនៅក្នុងភ្នំពេញពុំមានគុណភាពពុំមានបច្ចេកទេសច្បាប់ទម្លាប់ជាលក្ខណៈប្រជាធិបតេយ្យទេគឺមានលក្ខណៈជាកុម្មុយនីសនៅឡើយដូច្នេះក្រសួងមហាផ្ទៃរដ្ឋាភិបាលហ៊ុនសែនត្រូវការរៀបចំអធិការប៉ូលីសរៀបចំប៉ូលីសមូលដ្ឋានរៀបចំចៅសង្កាត់រៀបចំអភិបាលខណ្ឌដែលចេញពីសាលារដ្ឋបាលភូមិន្ទរដ្ឋបាលដែលចេញពីប៉ូលីសអាកាដេមីត្រឹមត្រូវដើម្បីធ្វើយ៉ាងណាវះកាត់ឲ្យសង្គមខ្មែរបានយុត្តិធម៌ហើយជាពិសេសគឺក្រសួងមហាផ្ទៃនេះហើយដែលជាសោដែលជារបងការពារជាតិខ្មែរខ្ញុំជឿជាក់ថាដោយសារនៅក្នុងរបបលោកហ៊ុនសែនពោពេញដោយមនុស្សអែបអបពោពេញដោយមនុស្សក្បត់ឧត្តមគតិរបស់ខ្លួនដើម្បីបំរើចវាយដើម្បីបំរើមហិច្ឆតារបស់ខ្លួនតែងតែរាយការណ៍កុហកការពិតដោយយើងបានឃើញព្រឹត្តិការណ៍កោះត្រល់ជាឧទាហរណ៍នៅជុំវិញរឿងបញ្ហាដែនដីជុំវិញរឿងបញ្ហាបង្គោលទោដែនជាពិសេសនៅទោដែនខ្មែរយួនបានមានការបាត់បង់ដែលជាសេចក្តីរាយការណ៍បង្ខុសពីអ្នកដែលពុំមានសមត្ថភាពពិតប្រាកដទៅលោកហ៊ុនសែនរហូតដល់លោកហ៊ុនសែនបានទទួលព័ត៌មានអំពីកម្មករអំពីប្រជាជនខ្មែរដែលបាត់បង់ទឹកដីថាជាជនអនាធិបតេយ្យទៅវិញសូម្បីតែតំណាងរាស្ត្រដែលជាប់ឆ្នោតក៏មន្ត្រីរបស់លោកហ៊ុនសែនចោទថាជាជនអនាធិបតេយ្យដែរមានលោកខៀងវុនជាឧទាហរណ៍នេះហើយជាសំណុំនយោបាយរបស់ខ្មែរដែលបែកបាក់នេះហើយជានយោបាយរបស់ខ្មែរដែលទទួលនៅមនុស្សគំរក់ដែលទទួលនៅមនុស្សដែលមានខួរក្បាលពុំប្រក្រតីដែលលក់ឧត្តមគតិជាតិរបស់ខ្លួនហើយធ្វើសេចក្តីរាយការណ៍ធ្វើការអ្វីៗទាំងប៉ុន្មានពុំមានបច្ចេកទេសពុំស្របច្បាប់ពុំអនុវត្តច្បាប់ដោយគោរពតែបញ្ជារបស់មេគោរពតែបុគ្គលដែលរហូតមកដល់ពេលនេះដូចខ្ញុំនិយាយរួចហើយគឺ
លោកហ៊ុនសែនប្រៀបបាននឹងវេចក់នៅក្នុងបឹងឥឡូវនេះណារឿងអ្វីដែលរដ្ឋាភិបាលលោកហ៊ុនសែនត្រូវធ្វើណារឿងដែលលោកហ៊ុនសែនត្រូវធ្វើគឺគំនិតសុទិដ្ឋិនិយមដើម្បីរៀបចំយ៉ាងណាតាមសម្ដីរបស់លោកដែលលោកបាននិយាយថាគណៈបកប្រជាជនកម្ពុជាលែងជាអាយ៉ងយួនហើយដូច្នេះក្រសួងមហាផ្ទៃត្រូវតែពិនិត្យមើលនៅអភិបាលខណ្ឌច្បារអំពៅដែលប្រកបដោយជនជាតិយួនជាច្រើនត្រូវតែធ្វើការបដូរផ្លាស់ត្រូវតែរកមេឬអ្នកជំនាញប៉ូលីសពិតប្រាកដដែលយុត្តិធម៌ដែលអព្យាក្រឹតដែលអនុវត្តច្បាប់ពុំពុករលួយពុំស៊ីសំណូករបស់ចិនយួនដូចជានៅសង្កាត់ច្បារអំពៅនោះឡើយរឿងរ៉ាវរបស់ប្រជាជនខ្មែររឿងរ៉ាវរបស់ជនរួមគ្រោះខ្មែរនៅសង្កាត់ច្បារអំពៅណាគឺជាសារមួយបង្ហាញពីឥទ្ធិពលយួនដែលពួនសំងំនៅក្នុងសង្គមខ្មែរជាពិសេសនៅតាមប៉ូលីសមូលដ្ឋានជាពិសេសនៅក្រុងភ្នំពេញណាដែលពោពេញទៅដោយមនុស្សឬភ្នាក់ងាររបស់យួនឬយួនដែលចេះភាសាខ្មែរធ្វើជាប៉ូលីសធ្វើជាអធិការប៉ូលីសធ្វើជាឧត្តមសេនីយ៍ធ្វើជាអ្នករាជការនៅក្នុងសង្គមប្រទេសកម្ពុជាដែលខួរក្បាលជនទាំងនោះពុំមានគំនិតបម្រើខ្មែរទេគឺយួននៅតែយួនជាដដែលដែលខ្ញុំជឿជាក់ថាលោកហ៊ុនសែនអាយុ60ប្លាយឆ្នាំនេះគឺលោកប្រកាសជាស្គាល់យួនច្បាស់ណាស់ដូច្នេះលោកប្រកាសជាស្អប់អំពើពុករលួយលោកប្រកាសជាស្អប់នៅអំពើអយុត្តិធម៌អញ្ចឹងហើយបានជាលោកចូលធ្វើបដិវត្តជាមួយពួកខ្មែរក្រហមនៅព្រីម៉ាគីនៅឆ្នាំ1970នោះដូច្នេះលោកហ៊ុនសែនត្រូវតែត្រួតពិនិត្យមើលឲ្យច្បាស់លាស់ពីសេចក្តីរាយការណ៍ទាំងឡាយសូមលោកហ៊ុនសែនមេត្តាមានគំនិតសុទិដ្ឋិនិយមណាធ្វើយ៉ាងណាដើម្បីរៀបចំសង្គមប្រទេសកម្ពុជាដែលខ្លួនលោកបានជាអ្នកធ្វើហើយសូមលោកកុំធ្វើយ៉ាងណាកុំបន្ទោសណាកុំឲ្យគណៈបកសង្គ្រោះជាតិคล้ายជាអ្នកទទួលថ្មបាក់ព្រោះនៅពេលនេះប្រជាជនខ្មែរណាពុំមែនល្ងងដោយអស់លោកគិតនោះទេប្រជាជនខ្មែរមានគំនិតឆ្លាតហើយគំនិតជ្រៅជ្រះណាមានគំនិតជាតិនិយមកាន់តែដុះដាលឡើងប្រសិនបើអស់លោកទាំងឡាយជាពិសេសមន្ត្រីនៅក្នុងរដ្ឋបាលហ៊ុនសែននៅក្នុងគណៈបកប្រជាជនពុំស្ដាប់សម្ដីលោកហ៊ុនសែនទេថ្ងៃណាមួយព្រឹត្តិការណ៍ថ្ងៃ17មេសាឆ្នាំ1975នឹងកើតមានឡើងពេលនោះយួនពុំប្រណីអស់លោកទេហើយទោះបីអស់លោកនៅក្នុងវិឡាដ៏ស្ដុកស្ដំទោះបីអស់លោកមានទ្រព្យធនយ៉ាងណានឹងត្រូវរលាយដូចថ្ងៃ17មេសាឆ្នាំ1975ដូចនេះដែរហើយគណៈបកឬចលនាទាំងឡាយសូមមេត្តាគិតឲ្យមែនទែនសួរថាបើលោកហ៊ុនសែនមានកងទ័ពមានប៉ូលីសណាប្រសិនបើយើងផ្ដួលរំលំលោកហ៊ុនសែនសួរថាលោកហ៊ុនសែនព្រមឲ្យយើងផ្ដួលរំលំដែរឬទេហើយយួនវានៅស្ងៀមដែរឬទេយួនចាំកេងប្រវាញ់ឬក៏ចាំយកចំណេញចំពោះស្ថានភាពយ៉ាងណាដែលប្រជាជនខ្មែរយើងមើលឃើញថាគណៈបកសង្គ្រោះជាតិអាក្រក់មើលឃើញថាហ៊ុនសែនជាមនុស្សអាក្រក់នៅពេលនោះខ្មែរនឹងសម្លាប់ខ្មែរហើយយួននឹងរងចាំបំផ្លាញខ្មែរដោយការចំនួនពលពតដូចនេះដែរសូមបងប្អូនស្ដាប់ចម្រៀងមួយដូចតទៅហើយសូមអរគុណសូមជម្រាបលាបាទ